នៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិមានប្រទេសមួយដែលបានផ្លាស់ប្ដូរពិភពលោកយ៉ាងខ្លាំងប្រទេសមួយដែលដំបូងជាចក្រភពក្រីក្រនិងពោពេញដោយវិបត្តិប៉ុន្តែប៉ុន្មានទសវត្សរ៍ក្រោយមកវាបានក្លាយទៅជាគ្រូប្រជែងដ៏ធំបំផុតរបស់សហរដ្ឋអាមេរិកនិងជាមហាអំណាចដែលអាចប្រកួតប្រជែងនៅក្នុងវិស័យយោធាអវកាសនិងបច្ចេកវិទ្យាហើយប្រទេសនោះគឺសហភាពសូវៀតប៉ុន្តែសំណួរគឺតើរដ្ឋកុម្មុយនីសដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រមួយនេះតើកើតឡើងដោយរបៀបណាតើហេតុអ្វីបានជាប្រជាជនរុស្ស៊ីបះបោរប្រឆាំងនឹងរាជវង្សដែលគ្រប់គ្រងអស់រយៈពេលជាង300ឆ្នាំហើយតើបដិវត្តន៍មួយនៅក្នុងឆ្នាំ1917អាចផ្លាស់ប្ដូរទិសដៅនយោបាយពិភពលោកទាំងមូលបានយ៉ាងដូចម្តេចនៅក្នុងវីដេអូមួយនេះយើងនឹងទៅតាមដានដំណើរពីចក្រភពរុស្ស៊ីទៅកាន់កំណើតសហភាពសូវៀតនៅដើមសតវត្សទី20ប្រទេសរុស្ស៊ីគឺជាចក្រភពដ៏ធំបំផុតមួយនៅលើផែនដីទឹកដីរបស់រុស្ស៊ីលាតសន្ធឹងពីអឺរ៉ុបខាងកើតរហូតមកដល់មហាសមុទ្រប៉ាស៊ីហ្វិកប៉ុន្តែទោះបីជាមានទឹកដីធំធេងក៏ដោយរុស្ស៊ីមានបញ្ហាខាងក្នុងច្រើនប្រជាជនជាច្រើនជាកសិករពួកគេរស់នៅក្នុងភាពក្រីក្រហើយមានដីតិចតួចសម្រាប់ធ្វើកសិកម្មនៅកំពូលនៃសង្គមមានរាជវង្សរ៉ូម៉ាណូដែលមានអំណាចស្ទើរតែគ្មានដែនកំណត់ព្រះចៅអធិរាជចុងក្រោយគឺនីកូឡាសទី2បានគ្រប់គ្រងប្រទេសដោយប្រព័ន្ធផ្ដាច់ការប្រជាជនមិនមានសិទ្ធិបោះឆ្នោតពេញលេញទេហើយការរិះគន់រដ្ឋាភិបាលអាចនាំទៅរកការចាប់ខ្លួននៅពេលដែលប្រទេសអឺរ៉ុបផ្សេងៗចាប់ផ្ដើមឧស្សាហកម្មយ៉ាងលឿនរុស្ស៊ីនៅតែជាប្រទេសដែលពឹងផ្អែកទៅលើកសិកម្មជាចម្បងទីក្រុងធំៗដូចជា Petrograd និង Moscow ចាប់ផ្ដើមមានកម្មករឧស្សាហកម្មរាប់លាននាក់ដែលរស់នៅក្នុងស្ថានភាពលំបាកម៉ោងធ្វើការយូរប្រាក់ខែទាបនិងគ្មានសិទ្ធិការពារបានធ្វើឲ្យការមិនពេញចិត្តកើនឡើងក្នុងកំឡុងពេលនេះគំនិតនយោបាយថ្មីមួយបានចាប់ផ្ដើមរីករាលដាលនោះគឺម៉ាកនិយមដែលបង្កើតឡើងដោយ Karl Marx និង Friedrich Engels គំនិតនេះអះអាងថាប្រវត្តិសាស្ត្រគឺជាការប្រយុទ្ធរវាងវណ្ណៈសង្គមវាអះអាងថាកម្មករដែលបង្កើតទ្រព្យសម្បត្តិគួរតែមានអំណាចគ្រប់គ្រងសេដ្ឋកិច្ចនិងរដ្ឋនៅរុស្ស៊ីក្រុមមួយដែលទទួលយកគំនិតនេះគឺ Bolshevik មេដឹកនាំសំខាន់របស់ពួកគេគឺ Vladimir Lenin ជឿថាប្រទេសរុស្ស៊ីអាចផ្លាស់ប្ដូរដោយបដិវត្តន៍ហើយបង្កើតរដ្ឋដែលដឹកនាំដោយកម្មករនៅក្នុងឆ្នាំ1914សង្គ្រាមលោកលើកទី1បានផ្ទុះឡើងរុស្ស៊ីបានចូលរួមជាមួយអង់គ្លេសនិងបារាំងប្រឆាំងនឹងអាល្លឺម៉ង់ប៉ុន្តែសង្គ្រាមបានបង្ហាញពីភាពខ្សោយរបស់ចក្រភពរុស្ស៊ីកងទ័ពរុស្ស៊ីខ្វះអាវុធខ្វះអាហារនិងរងការបរាជ័យជាបន្តបន្ទាប់ទាហានរាប់លាននាក់បានស្លាប់នៅក្នុងទីក្រុងប្រជាជនប្រឈមនឹងការខ្វះស្បៀងនិងការកើនឡើងទំនិញការខឹងសម្បារចំពោះរដ្ឋាភិបាលបានកើនឡើងនៅខែកុម្ភៈឆ្នាំ1917កម្មករនិងប្រជាជននៅ Petrograd បានចាប់ផ្ដើមបដកម្មដំបូងវាជាការតវ៉ាអំពីអាហារនិងស្ថានភាពរស់នៅប៉ុន្តែវាបានក្លាយទៅជាចលនាធំប្រឆាំងនឹងរាជវង្សទីបំផុតកងទ័ពបានបដិសេធបញ្ជារបស់ព្រះចៅអធិរាជនីកូឡាសទី2ត្រូវបានបង្ខំឲ្យដាក់រាជនេះបានបញ្ចប់របបរាជវង្សរ៉ូម៉ាណូដែលមានអាយុកាលជាង300ឆ្នាំក្រោយការដួលរលំរបស់ព្រះចៅអធិរាជរដ្ឋាភិបាលបណ្ដោះអាសន្នបានឡើងកាន់អំណាចប៉ុន្តែបញ្ហាធំៗនៅតែមិនទាន់ត្រូវបានដោះស្រាយរុស្ស៊ីនៅតែបន្តសង្គ្រាមលោកលើកទី1ប្រជាជននៅតែឃ្លាននៅពេលនេះ Bolshevik របស់ Lenin បានប្រើឱកាសនេះដើម្បីទទួលការគាំទ្រពួកគេបានប្រើពាក្យស្លោកដ៏ល្បីសន្តិភាពដីធ្លីនិងនំប៉័ងមានន័យថាការបញ្ចប់សង្គ្រាមការចែកដីឲ្យកសិករនិងផ្ដល់អាហារឲ្យប្រជាជន
នៅខែតុលាឆ្នាំ1917 Bolshevik បានចាប់ផ្ដើមការវាយលុកលើរដ្ឋាភិបាលពួកគេបានកាន់កាប់ទីតាំងសំខាន់ៗនៅ Petrograd ហើយចូលកាន់កាប់វិមាន Winter Palace ដែលជាទីតាំងរបស់រដ្ឋាភិបាលបដិវត្តន៍បានជោគជ័យ Bolshevik បានក្លាយទៅជាអ្នកគ្រប់គ្រងប្រទេសរុស្ស៊ីការឡើងកាន់អំណាចរបស់ Bolshevik មិនមែនមានន័យថាសន្តិភាពបានកើតឡើងទេប្រទេសរុស្ស៊ីបានធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិលភាគីម្ខាងគឺ Red Army ដែលគាំទ្រ Bolshevik ហើយភាគីម្ខាងទៀតគឺ White Army ដែលប្រឆាំងនឹងរបបថ្មីសង្គ្រាមនេះបានបំផ្លាញប្រទេសយ៉ាងខ្លាំងសេដ្ឋកិច្ចដួលរលំហើយមនុស្សរាប់លាននាក់បានស្លាប់ដោយសារសង្គ្រាមអត់ឃ្លាននិងជំងឺប៉ុន្តែ Red Army បានឈ្នះនៅក្នុងឆ្នាំ1921 Bolshevik បានគ្រប់គ្រងប្រទេសស្ទើរតែទាំងមូល Lenin បានចាប់ផ្ដើមសាងសង់រដ្ឋសង្គមនិយមថ្មីនៅថ្ងៃទី30ខែធ្នូឆ្នាំ1922ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយបានកើតឡើងសហភាពសាធារណរដ្ឋសង្គមនិយមសូវៀតឬ USSR ត្រូវបានបង្កើតឡើងវាជាសហព័ន្ធរបស់សាធារណរដ្ឋសង្គមនិយមជាច្រើនដំបូងមាន4សាធារណរដ្ឋសំខាន់រុស្ស៊ីអ៊ុយក្រែន Belarus Transcaucasian Federation រដ្ឋធានីគឺមូស្គូសហភាពសូវៀតបានប្រកាសថាខ្លួនជារដ្ឋរបស់កម្មករនិងកសិករដែលមានគោលបំណងបង្កើតសង្គមគ្មានវណ្ណៈប៉ុន្តែនៅក្នុងការអនុវត្តរដ្ឋបានចាប់ផ្ដើមប្រមូលអំណាចនៅក្នុងដៃបកកុម្មុយនីសការបង្កើតសហភាពសូវៀតគឺជាចំណុចចាប់ផ្ដើមនៃយុគសម័យថ្មីមួយពីប្រទេសដែលធ្លាប់មានវិបត្តិនិងភាពក្រីក្រវាបានក្លាយទៅជាមហាអំណាចឧស្សាហកម្មនិងយោធាក្រោយមកសហភាពសូវៀតនឹងក្លាយទៅជាអ្នកឈ្នះសំខាន់នៅក្នុងសង្គ្រាមលោកលើកទី2និងជាគូប្រជែងដ៏ធំបំផុតរបស់សហរដ្ឋអាមេរិកនៅក្នុងសង្គ្រាមត្រជាក់ប៉ុន្តែដំណើររបស់វាក៏ពោរពេញដោយភាពជោគជ័យការលះបង់និងសោកនាដកម្មការកើតឡើងរបស់សហភាពសូវៀតគឺជាឧទាហរណ៍មួយថាបដិវត្តន៍មួយអាចផ្លាស់ប្ដូរប្រទេសមួយនិងផ្លាស់ប្ដូរពិភពលោកទាំងមូល